សួស្តីអ្នកទាំងអស់គ្នាវិលត្រឡប់ជួប admin សាជាថ្មីម្ដងទៀតនៅរឿងភាគទី2របស់យើងតែមុននឹងចូលទៅកាន់សាច់រឿង admin សូមឲ្យអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe channel admin ម្នាក់មួយផងណាចូលដល់សាច់រឿងរបស់យើងគ្រប់គ្នានៅក្នុងក្រុមរបស់តួស្រីចាប់ផ្ដើមស៊ើបអង្កេតរឿងរបស់នាងតុយហ្វាហ្វាតែម្ដងបន្ទាប់មកគ្រប់គ្នាក៏បានមកអង្គុយធ្វើការនៅកន្លែងធ្វើការទាំងយប់មិនទៅណានោះទេហើយ IC បានរកឃើញឯកសារដែលតាក់ទងនឹងការចាប់ពង្រត់ក្មេងតូចម្នាក់ដែលមុខស្តៀងនឹងហ្វាហ្វាខ្លាំងមែនតើទៅបញ្ញាប់មកប្រាប់តួស្រីចឹងណាតួស្រីក៏បញ្ជាឲ្យ IC ទៅធ្វើការដែលតាក់ទងនឹងរឿងនឹងភ្លាមតែម្ដងបន្ទាប់មកយើងក៏បានឃើញថាតួស្រីបានមករកហ្វាហ្វានៅមណ្ឌលថែទាំពេលចូលមកដល់នាងតុយហ្វាហ្វាអង្គុយនៅគៀនក្រែនៅលើអត់មិនមាត់អ្វីទាំងអស់តួស្រីក៏បានដើរមកជិតនិយាយថ្នមទៅកាន់ក្មេងតុយហ្វាហ្វាចឹងណាព្រមទាំងទិញតុក្កតាខ្លាឃ្មុំដែលនាងធ្លាប់អោបជាប់រហូតនោះមកឲ្យនាងតុយហ្វាហ្វានឹងផងដែរតែនាងតុយហ្វាហ្វាមិនមាត់ទេប៉ុន្តែទទួលយកយ៉ាងលឿនតែម្ដងណាតួស្រីក៏លេចឃើញថាដៃរបស់នាងតូចមានរបួសក៏បានយកបងបិទដំបៅនឹងមករុំថែមទាំងផ្លុំឲ្យទៀតផងសកម្មភាពល្អរបស់តួស្រីមួយនឹងធ្វើឲ្យនាងតូចហ្វាហ្វាគិតសម័យដល់បុរសម្នាក់ដែលមើលថែនាងពេលដែលនាងឈឺមើលទៅគាត់គឺស្រឡាញ់ហ្វាហ្វាខ្លាំងណាស់ប្រហែលជាប៉ារបស់នាងហើយមើលទៅបកមកពីការគិតវិញហ្វាហ្វាក៏បានសួរទៅតួស្រីថាតួស្រីធ្វើការជាមួយនឹងពួកគេទាំងអស់គ្នានឹងមែនតួស្រីក៏បានប្រាប់ថានាងគឺជាប៉ូលីសហើយក្រុមប៉ូលីសរបស់នាងនឹងចាប់មនុស្សអាក្រក់ទាំងអស់ឮបែបហ្នឹងហ្វាហ្វាក៏សួរនាំតែម្ដងទៅថាចាប់ប៉ារបស់នាងដែរមែនតួស្រីយើងក៏តបទៅវិញថាបើសិនជាប៉ាហ្វាហ្វាគឺជាមនុស្សអាក្រក់ខាងប៉ូលីសនឹងចាប់គាត់ហើយត្រឡប់មកខាង office ប៉ូលីសនេះវិញឆឹងរូក៏បានទទួលទូរស័ព្ទដែលគេប្រាប់គាត់ពីកន្លែងលបាយស៊ីសងមួយកន្លែងដែលវាយបតនឹងនៅណងគាត់បិទទូរស័ព្ទហើយក៏បញ្ញាប់ទៅយ៉ាងលឿនតែម្ដងណាដល់កន្លែងលបាយហ្នឹងបងប៉ូលីសយើងតែងខ្លួនធ្វើជាស្ទាវអ្នកលេងតែម្ដងណាលេងលបាយមិនដើរមើលជុំវិញខ្លួនមិនដើរដើម្បីស៊ើបការបកមកក្នុង office នេះវិញតួស្រីក៏បានខំមកប្រាប់យានលីនិងចៃពីដំណឹងរបស់វាយបតនៅកន្លែងលេងលបាយស៊ីសងនៅក្នុងកាស៊ីណូមួយចឹងណាព្រមទាំងបញ្ជាការងារពួកគេឲ្យចាប់ផ្ដើមស៊ើបរឿងក្តីនឹងផងដែរនិងប្រាប់ទៅឆឹងរូឲ្យបានដឹងផងដើម្បីចាត់ចែងលើរឿងហ្នឹងបន្ទាប់ពីអ្នកទាំងពីរបិទទូរស័ព្ទពីតួស្រីហើយស្រាប់តែឆឹងរូក៏បានខលមក office នឹងដូចគ្នាចឹងណាប្រាប់ដំណឹងដូចតែតួស្រីប្រាប់ដែរហើយគាត់ក៏បានដឹងច្បាស់ពីកន្លែងមួយនឹងដូចគ្នាពីរអ្នកនេះក៏បានប្រាប់ទៅវិញដែរថាតួស្រីបញ្ជាឲ្យគាត់ទៅកន្លែងហ្នឹងទៅព្រមទាំងចាត់ចែងរឿងហ្នឹងទៅពេលបិទទូរស័ព្ទហើយទាំងពីរអ្នកនេះគឺមើលមុខគ្នាតែម្ដងគិតថាពីរអ្នកហ្នឹងដូចប្រកួតគ្នាអញ្ចឹងពេលហ្នឹងរឿងយើងក៏កាត់មកអាប៉ែមួយកំពុងតែគេងស្រាប់តែមានគេហ្នឹងខលមកប្រាប់គាត់ឲ្យបញ្ញាប់មកលេងល្បែងព្រោះ Mr. C គឺជាម្ចាស់នៅទីនេះអាប៉ែមួយហ្នឹងក៏បានសួរនាំតែម្ដងទៅថាប៉ែ C ហ្នឹងគឺជាណាគេគ្នាគាត់ក៏ប្រាប់តាមហ្នឹងទៅណាបន្ទាប់មកគាត់ក៏ចាប់ផ្ដើមរៀបចំចេញមកភ្លាមតែម្ដងពេលមកដល់កន្លែងលេងល្បែងហ្នឹងអាប៉ែស្គមមិញហ្នឹងក៏មានគ្នាគាត់លេងនៅនឹងម្នាក់ដែរគឺអាប៉ែម៉ាប់ដែលលេងចាញ់ទល់មុខគាត់នឹងឯងព្រោះពីរនាក់ហ្នឹងគឺដាក់សញ្ញាដាក់ម៉ូគ្នាអញ្ចឹងណាពេលហ្នឹងហើយក៏យើងបានស្គាល់ឈ្មោះអាប៉ែធាត់នឹងដែរគឺគាត់មានឈ្មោះថា The Feng ដោយសារតែអាប៉ែស្គមហ្នឹងហៅឈ្មោះគាត់នៅពេលដែលឆ្លោះគ្នាខណៈពេលដែលឆ្លោះគ្នាហ្នឹងក៏មានបុរសម្នាក់ដែលជាម្ចាស់កន្លែងហ្នឹងចេញមកសម្រួលទាំងពីរនាក់ព្រមទាំងឲ្យលុយដែលចាញ់ហ្នឹងត្រឡប់ទៅវិញទៀតផងឲ្យតែអាប៉ែ The Feng ហ្នឹងហើយម្នាក់ហ្នឹងគឺជា Mr. C ហ្នឹងឯងដែលជាអ្នកមានហើយក៏មានខ្សែនៅពីក្រោយខ្នងដែលធំផងដែរបន្ទាប់ពីលេងល្បែងចប់ Mr. C ហ្នឹងក៏បានហៅពីរអ្នកហ្នឹងមកជួបចរចាជជែកគ្នាដើម្បីបង្កើនលុយឲ្យកាន់តែបានច្រើននៅកន្លែងហ្នឹងហើយគាត់ក៏បានឲ្យលុយយ៉ាងច្រើនទៅពីអ្នកហ្នឹងមុនផងដែរពេលដែលបានឃើញលុយហ្នឹងហើយគឺយល់ពីគ្នាតែម្ដងណាទៅបើប៉ែស្គមហ្នឹងក៏បានប្រាប់ថាគាត់គឺមានឈ្មោះថាបៃទាំង3នាក់ក៏ចាប់ផ្ដើមសហការគ្នាតែម្ដងរឿងយើងក៏បានកាត់មកឆឹងរូបានរាយការណ៍គ្រប់យ៉ាងពី3នាក់ហ្នឹងទៅលោកពូយីនហើយលោកពូយីនហ្នឹងក៏បានរាយការណ៍បន្តទៅតួស្រីយើងឲ្យបានដឹងផងដែរបន្ទាប់ពីបានដឹងគ្រប់យ៉ាងហើយតួស្រីយើងក៏ report ទៅ Captain Han ឲ្យបានដឹងដូចគ្នាបន្ទាប់មករឿងយើងក៏មានករណីបាត់កូនងាមួយចឹងណាដោយសារតែនៅតាមផ្លូវចិត្តកន្លែងកូនងាហ្នឹងមានអ្នកមីងម្នាក់ដួលសន្លប់ទៅអ្នកមីងដែលមើលថែកូនងាហ្នឹងគាត់ក៏បានដើរទៅមើលនិងជួយសង្គ្រោះដែរចឹងណាតែពេលដែលអ្នកមីងហ្នឹងងាកមកវិញគាត់បានបាត់កូនងាហ្នឹងតែម្ដងបន្ទាប់មកក៏មានគេខលមក office ប៉ូលីសណាទៅយានលៃបញ្ញាប់គាត់សម្គាល់ព័ត៌មាននិងទីតាំងនៅកន្លែងមួយហ្នឹងហើយគាត់ក៏បញ្ញាប់ទៅរាយការណ៍ប្រាប់តួស្រីយ៉ាងលឿនតែម្ដងណាទៅពួកគេទាំងអស់គ្នាហ្នឹងបញ្ញាប់ចេញទៅយ៉ាងលឿនតែម្ដងប៉ុន្តែទុក IC ឲ្យនៅ
office ហ្នឹងបន្ទាប់មកក្រុមប៉ូលីសក៏បានចាប់ផ្ដើមធ្វើការតាមដាននិងស្រាវជ្រាវភ្លាមៗគ្រប់ផ្លូវគ្រប់ច្រកគ្រប់រហកដែលពាក់ព័ន្ធតែម្ដងពេលមកដល់កន្លែងកើតហេតុក្រុមប៉ូលីសនៅនឹងក៏បានរៀបរាប់ពីហេតុការណ៍ដែលបានកើតឡើងហ្នឹងទៅក្រុមប៉ូលីសទួស្រីយើងឲ្យបានដឹងពេលហ្នឹងទួស្រីបានសម្លឹងមកមើលអ្នកមីងម្នាក់ហ្នឹងរួចនាងក៏នាំគ្នាដើរមកជិតដើម្បីសួរនាំទួស្រីយើងគឺគាត់ស្គាល់អ្នកមីងនឹងច្បាស់ណាស់ព្រោះជាអ្នកភូមិជិតស្និទ្ធជាមួយនឹងម៉ាក់នាងផងដែរអ្នកមីងគ្រាន់តែឃើញទួស្រីគឺយំអង្វរឲ្យជួយរកចៅរបស់គាត់តែម្ដងទួស្រីក៏បានលួងលោមអ្នកមីងកុំឲ្យគាត់នឹងពិបាកចិត្តខ្លាំងពេកអីនឹងសុំឲ្យគាត់នឹងរៀបរាប់ពីភិនភាគគ្រប់យ៉ាងព្រោះចៅនឹងប្រាប់ប៉ូលីសគាត់ធ្វើរបាយការណ៍អញ្ចឹងណាបន្តិចក្រោយមកឪពុកម្ដាយរបស់ក្មេងក៏បានមកដល់ពួកគាត់រត់មកទាំងយំដើម្បីសួរនាំម្ដាយនិងប៉ូលីសគ្រាន់តែអ្នកម្ដាយគឺចង់ដាច់ខ្យល់ហើយពេលហ្នឹងពួកបាត់កូននាងបានស្រែកសួរម្ដាយនាងទាំងខ្លាំងអញ្ចឹងណាព្រមទាំងស្រែកទាំងខឹងទៅកាន់ទួស្រីដែលជាប៉ូលីសហ្នឹងមិនបានមិនធ្វើការហេតុអីក៏នៅទីនេះនៅឡើយអញ្ចឹងណាទួស្រីក៏បានសម្រួលឲ្យពួកគាត់ហ្នឹងស្ងប់ចិត្តបន្តិចទៅព្រោះក្រុមការងាររបស់ខ្លួនហ្នឹងកំពុងឆែកមើលកាមេរ៉ាមើលឡើងគ្រប់ច្រកអស់ហើយតាមផ្លូវជាពិសេសក្រុមទួស្រីហ្នឹងមានចៃដែលពូកែខាង IT កំពុងស្វែងរកដូចគ្នាខណៈពេលហ្នឹងលោកពូយិនក៏បានលួងលោមទួស្រីយើងក៏មកពិបាកចិត្តផងដែរព្រោះត្រូវបានសាច់ញាតិគេស្ដីឲ្យគាត់ពិតជាយល់អារម្មណ៍សាច់ញាតិនឹងខ្លាំងណាស់បន្តិចមកចៃក៏បានរកតម្រុយឡានដែលបើកចេញនៅសួនច្បារគៀកនឹងម៉ោងដែលក្មេងបាត់ខ្លួននឹងឯងតើពួកគេចាប់ផ្ដើមចេញទៅតាមតែម្ដងណាព្រមទាំងតាក់ទងឲ្យក្រុមប៉ូលីសឆែកកាមេរ៉ានឹងឆែកមើលតាមដងផ្លូវពីស្លាកលេខឡានមួយនឹងតើធ្វើដំណើរទៅណាផងដែរត្រឡប់មកមើលឡានដែលរត់គេចពីប៉ូលីសនឹងវិញគឺមានក្មេងតូចជាកូនងានៅក្នុងឡាននឹងដូចគ្នាហើយប៉ូលីសក៏បានស្រែកហៅប្រាប់ឡាននឹងឲ្យឈប់ដើម្បីឆែកមើលអញ្ចឹងប៉ុន្តែឡាននឹងគឺបើករហូតមិនឈប់នោះទេកាន់តែបើកលឿនទៅមុខថែមទៀតផងធ្វើឲ្យក្រុមប៉ូលីសកាន់តែដេញតាមឡាននឹងយ៉ាងលឿនផងដែរស្រាប់ពេលហ្នឹងក្រុមរបស់ទួស្រីក៏បានមកពីមុខឡានហ្នឹងណាបើកទល់មុខគ្នាតែក៏ចាប់ផ្ដើមត្រឡប់ទៅតាមឡានហ្នឹងចាប់ជនល្មើសនឹងតែម្ដងទួស្រីយើងពូកែបើកឡានខ្លាំងមែនតែនទោះកលៈទេសៈបែបណាក៏អូខេផងដែរហើយនៅក្នុងឡានទួស្រីក៏មានចៃដែលប្រសពខាង IT ចាំប្រាប់ផ្លូវទៀតទៅធ្វើឲ្យគ្រប់គ្នាកាន់តែធ្វើការងាយស្រួលបើឆឹងរូវិញក៏ប៉ុនប្រសពបើកឡានដូចគ្នាចំណែកលោកពូយិនវិញនៅក្នុងឡានជាមួយទួស្រីហ្នឹងតាក់ទងជាមួយនឹងឆឹងរូឲ្យបើកតាមគាត់ហើយត្រូវទៅណាខ្លះអញ្ចឹងណាដើម្បីប្រសពជួបគ្នាជាលទ្ធផលចុងក្រោយឡានជនល្មើសក៏ត្រូវបានក្រុមប៉ូលីសហ្នឹងបើកព័ទ្ធជុំវិញមុខឡានគ្រប់ច្រកតែម្ដងណាធ្វើឲ្យគាត់មិនអាចបន្តដំណើរទៅណាបានទៀតនោះទេទើបក្រុមប៉ូលីសបានចាប់ខ្លួនពួកគាត់នាំទៅសាកសួរអំឡុងពេលសួរនាំហ្នឹងលទ្ធផលម្ចាស់ឡានហ្នឹងគឺមិនមែនជាជនល្មើសនោះទេហើយកូនក្នុងឡានហ្នឹងគឺជាកូនរបស់គាត់ជាមួយនឹងប្រពន្ធរបស់គាត់ផងដែរមូលហេតុដែលគាត់បើកកិច្ចឡានប៉ូលីសហ្នឹងគឺដោយសារតែឡានរបស់គាត់ផុត license ទើបគាត់ខ្លាចប៉ូលីសផាកពិន័យអញ្ចឹងណាទើបមិនព្រមឈប់ត្រឡប់មកមើលបន្ទប់របស់ក្រុមគ្រួសារក្មេងតូចដែលបានបាត់នឹងវិញគឺទន្ទឹមរង់ចាំកូនឡើងអន្ទះសារខ្លាំងមែនតែនតែម្ដងបន្តិចមកយានលៃនិងចៃក៏បានមកប្រាប់លទ្ធផលពីក្មេងម្នាក់ហ្នឹងទៅក្រុមគ្រួសាររបស់គេនឹងឯងធ្វើឲ្យក្រុមគ្រួសារនេះគឺឈឺចាប់នឹងតក់សុតខ្លាំងណាស់ដោយសារតែកូនហ្នឹងគឺមិនមែនជាកូនរបស់ពួកគេនោះទេជាពិសេសម្ដាយកូនតូចហ្នឹងស្រែកយំព្រមទាំងលុតជង្គង់អង្វរទៅក្រុមប៉ូលីសដើម្បីជួយស្វែងរកកូនទៀតផងត្រឡប់មកមើលក្រុមប៉ូលីសវិញទួស្រីពិតជាមានការឆ្ងល់ខ្លាំងណាស់ហើយគិតថាវាមិនគួរឲ្យជឿបានទេដែលថាពួកគេមិនមែនជាក្រុមចាប់ចម្រិតក្មេងនោះបន្ទាប់ពីគិតបន្តិចហើយទួស្រីក៏បានប្រាប់គ្រប់គ្នាឲ្យធ្វើការសារជាថ្មីភ្លាមម្ដងទៀតផងដែររឿងយើងក៏កាត់មកដល់2ថ្ងៃក្រោយមកទួស្រីនិងយានលៃបានមកហាងញ៉ាំអីរបស់ម៉ាដាមចាងដើម្បីយករូបថត baby ដែលបាត់ខ្លួនហ្នឹងយកទៅបិទនៅកន្លែងគាត់តែយានលៃមិនដឹងថាទួស្រីជាមួយនឹងម៉ាដាមហ្នឹងស្គាល់គ្នានោះទេទួស្រីចូលមកដល់ក្នុងហាងហើយនាងគឺឡាំងគាំងនិយាយមិនចង់ចេញនោះទេពេលហ្នឹងព្រោះនៅក្នុងហាងរបស់គាត់ក្រៅពីរូបថតកូនស្រីហើយនៅមានរូបថតក្មេងៗជាច្រើនអ្នកទៀតដែលបានបាត់ខ្លួនដូចជាកូនស្រីរបស់គាត់អញ្ចឹងគាត់បិទឡើងពេញហាងទាំងអស់តែម្ដងបន្ទាប់ពីយានលៃណែនាំមេរបស់ខ្លួនដែលជាទួស្រីនឹងទៅកាន់ម៉ាដាមហើយម៉ាដាមពិតជាស្គាល់ជាមួយនឹងទួស្រីយើងគាត់មើលទៅមុខទួស្រីយើងពោពេញដោយក្តីស្រឡាញ់ផងដែរពេលហ្នឹងហើយគាត់មើលទៅគឺពិតជាសប្បាយចិត្តណាស់ដែលបានជួបនាងព្រមទាំងសួរសុខទុក្ខឪពុកម្ដាយរបស់ទួស្រីយើងដែរទួស្រីក៏ឆ្លើយប្រាប់គាត់តាមនឹងទៅប៉ុន្តែមុននឹងចាក់ចេញទៅវិញទួស្រីក៏បានប្រាប់ទៅម៉ាដាមថានាងនឹងមកលេងទីនេះម្ដងទៀតហើយនាងក៏មិនដែលភ្លេចហេតុការណ៍ដែលបានកើតឡើងលើរាងផងដែរពេលដែលទួស្រីចេញទៅវិញម៉ាដាមក៏បានលួចមើលទួស្រីពីក្រោយខ្នងទាំងទឹកភ្នែករលីង
រលោងតែម្ដងកាត់មកថ្ងៃបន្ទាប់មកទៀតនៅតាមផ្លូវមានក្មេងស្រីម្នាក់បានសរសេរលើกระดาษតាមរកប្អូនប្រុសរបស់ខ្លួនស្របពេលនឹងដែរក៏មានមេធាវីចិត្តល្អម្នាក់ដើរកាត់នឹងណាបានឃើញអញ្ចឹងក៏សួរនាំតែម្ដងត្រឡប់មកមើលខាង office របស់តួស្រីឯនេះវិញអៃស៊ីនបានលើកទូរស័ព្ទហើយនាងគឺមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឮព័ត៌មានពីក្នុងទូរស័ព្ទមកបន្ទាប់មករឿងយើងក៏កាត់មកដល់មេធាវីម្នាក់មិញហ្នឹងជាមួយនឹងក្មេងស្រីដែលបាត់ប្អូនហ្នឹងនាងបានមកប្រជុំអង្គុយទល់មុខជាមួយនឹងតួស្រីពួកគេគឺមានការខឹងសម្បានឹងខាងផ្នែកប៉ូលីសរបស់ក្រុមតួស្រីខ្លាំងណាស់ដែលមិនព្យាយាមជួយស្វែងរកប្អូនប្រុសរបស់នាងដែលបាត់ខ្លួននោះទេនិយាយទៅគឺស្ងាត់ឈឹងតែម្ដងតួស្រីពិតជាយល់អារម្មណ៍មួយនេះខ្លាំងណាស់នាងមានតែសម្របសម្រួលអារម្មណ៍ជនរងគ្រោះកុំឲ្យខឹងនឹងពុកកញ្ជលខ្លាំងពេកនាងសុំពេលដើម្បីចាត់ចែងរឿងនឹងទាំងអស់ព្រោះមិនមែនមានតែមួយករណីនឹងទេគឺវាមានច្រើនករណីខ្លាំងមែនតែម្ដងចំណែកឯជនរងគ្រោះវិញពិតជាឈឺចាប់ខ្លាំងណាស់និងរំជួលចិត្តផងដែរដែលបាត់បង់សមាជិកគ្រួសារចេញទៅដោយមិនបានដំណឹងអីបន្តិចសោះមិនដឹងថាសុខទុក្ខយ៉ាងណារស់ឬក៏ស្លាប់ឬក៏មានអីញ៉ាំគ្រប់គ្រាន់ដែរឬទេនាងនិយាយទាំងយំមិនឈប់តែម្ដងពេលហ្នឹងហើយមេធាវីក៏មានការដាក់សម្ពាធទៅលើតួស្រីយើងខ្លាំងផងដែរចំណែកឯតួស្រីយើងវិញពិតជាឈឺចាប់និងទ្រាំខ្លាំងមែនតើនៅរឿងទាំងអស់ហ្នឹងតែនាងពិតជាសន្យាថានឹងយកពួកគេដែលបាត់ខ្លួននោះត្រឡប់មកវិញឲ្យបានព្រោះនាងសច្ចារួចទៅហើយនៅពេលដែលនាងចូលកាន់មុខតំណែងមួយនេះថាទោះជាយ៉ាងណាក៏ដោយក៏នាងត្រូវតែស្វែងរកមនុស្សដែលបាត់ខ្លួនទាំងអស់ហ្នឹងត្រឡប់មកវិញឲ្យបានតួស្រីយើងបាននិយាយពីការឈឺចាប់គឺឈឺចាប់ជាងអ្នកណាទាំងអស់ហ្នឹងបន្ទាប់មករឿងយើងក៏កាត់មកថ្ងៃមួយមានបុរសម្នាក់អាចឈរស្ទូចត្រីស្រាប់តែស្ទូចណាក៏ស្ទូចជាប់សាកសពម្នាក់ធ្វើឲ្យគាត់ភ័យឡើងតក់ស្លុតខ្លាំងមែនតើណាបន្តិចក្រោយមកក៏មានក្រុមប៉ូលីសចុះមកកន្លែងកើតហេតុហ្នឹងនឹងសាកសួរអ្នកស្ទូចត្រីនឹងផងដែរបានបន្តិចមកឆឹងរូក៏បានមកដល់កន្លែងកើតហេតុនឹងដូចគ្នាដោយសារតែក្រុមប៉ូលីសនៅនឹងត្រូវការជួបជាមួយនឹងឆឹងរូដោយសារតែគាត់ចង់បញ្ជាក់ថាសពមួយហ្នឹងគឺជាសពរបស់ The Feng ហ្នឹងមែនព្រោះគាត់ធ្លាប់ស៊ើបនៅកន្លែងលេងល្បែងកាលមុនហ្នឹងគឺបានស្គាល់ជាមួយនឹង The Feng ហ្នឹងលទ្ធផលចុងក្រោយដែលឆឹងរូបានមើលសាកសពហ្នឹងគឺជាអបិ The Feng ហ្នឹងពិតមែនរឿងយើងក៏បាននិយាយត្រឡប់ក្រោយវិញយើងឃើញថា The Feng និងអបិបៃហ្នឹងជាមួយនឹងអបិស៊ីហ្នឹងកំពុងតែស៊ីផាក់ជុំគ្នារឿងពួកគេរកលុយបានច្រើននឹងឯងអំឡុងពេលហ្នឹងThe Feng បានព្យាយាមសួរនាំអបិស៊ីហ្នឹងពីរឿងដែលពួកគេត្រូវរកលុយតាមវិធីផ្សេងទៀតទើបអបិស៊ីហ្នឹងបានប្រាប់ចំនួនបន្ទាប់ហ្នឹងគឺជាចំនួនស្បែកគ្រាន់តែលឺបែបហ្នឹងហើយពីរអ្នកនេះរៀងភ្ញាក់ផ្អើលបន្តិចតែម្ដងប៉ុន្តែក៏សប្បាយចិត្តដែរព្រោះពួកគេនឹងទទួលបានលុយជាច្រើនខ្លាំងមែនទែនបន្ទាប់ពីស៊ីផាក់ជជែកគ្នាចប់អបិស៊ីហ្នឹងក៏ត្រឡប់ទៅវិញទៅនៅតែ The Feng ជាមួយនឹងអបិបៃដែលពួកគេទាំងពីរនាក់ហ្នឹងគឺនៅជាមួយគ្នាគ្រាន់តែ The Feng ហ្នឹងដូចជាប្រហើននិងមិនចង់ចែកលុយទៅឲ្យអបិបៃហ្នឹងទេត្រឡប់មកមើលហាងរបស់ម៉ាដាមចាងវិញគឺម្ចាស់ហាងហ្នឹងបានមកទារថ្លៃឈ្នួលពីគាត់ដែលជំពាក់មិនទាន់សងហើយគាត់មកដល់គាត់ទាមទារត្រូវតែបាននៅថ្ងៃហ្នឹងតែម្ដងណាមិនអាចពន្យាពេលបន្តទៀតបាននោះទេពេលដែលឮបែបហ្នឹងអ្នកមីងដែលនៅជួយម៉ាដាមចាងនិងលោកពូម្នាក់ដែលនៅជួយធ្វើការជាមួយគាត់ហ្នឹងក៏បានហៅម៉ាដាមចាងហ្នឹងមកនិយាយគ្នាស្ងាត់ពួកគាត់ចង់ប្រមូលលុយពួកគាត់ដែលមានហ្នឹងមកជួយម៉ាដាមដើម្បីឲ្យថ្លៃជួលទៅគេចឹងណាតែម៉ាដាមចាងគឺមិនព្រមទទួលយកនោះទេព្រោះពួកគាត់គឺសុទ្ធតែខ្វះខាតដូចតែគ្នាហ្នឹងទើបម៉ាដាមបានយកលុយដែលគាត់មានហ្នឹងទាំងអស់ប្រគល់ទៅឲ្យម្ចាស់កន្លែងហ្នឹងគ្រាន់តែលុយប្រគាត់គឺនៅមិនគ្រប់នោះទេទើបគាត់សុំពន្យាពេលម្ចាស់កន្លែងហ្នឹងពី3ថ្ងៃទៀតដើម្បីយកលុយមកបង្គ្រប់ឲ្យហើយរឿងយើងវគ្គហ្នឹងក៏ចាប់នៅត្រឹមហ្នឹងដែរអ្នកទាំងអស់គ្នាអរគុណសម្រាប់ការរងចាំនិងតាមដានសូមឲ្យអ្នកទាំងអស់គ្នាមានសុខភាពល្អជួបគ្នានៅវីដេអូភាគបន្តបាយបាយ